បងប្អូនតាក់ទងទៅនឹងការប្រើប្រាស់អរម៉ូនបំលែងភេទពីភេទស្រីទៅជាភេទប្រុសដូចខ្ញុំគឺជាបុគ្គលមនុស្សដែលប្រើប្រាស់នៅអរម៉ូនបំលែងភេទហើយនេះជាប្រភេទអរម៉ូនដែលខ្ញុំប្រើប្រាស់ខ្ញុំប្រើពណ៌ត្នោតនេះមានការទទួលស្គាល់ពីក្រសួងត្រឹមត្រូវខ្ញុំជាទូទៅខ្ញុំប្រើពណ៌ត្នោតនេះវាមាន3អំពូលហ្នឹងនៅក្នុងមួយអំពូលសម្រាប់ខ្ញុំដាក់លក់តែខ្ញុំមិនទៅលក់ណាទេក៏ខ្ញុំទទួលបដោតខ្លាំងទៅលើការពិសាតែដល់ពេលបងប្អូនគាត់រកទិញអញ្ចឹងគឺខ្ញុំមាននេះគឺខ្ញុំប្រើពណ៌ត្នោតណាពណ៌ត្នោត expire ដល់វាគឺ2029 ខែ 4 បើយើងគិតឥឡូវ2025នៅ4ឆ្នាំនេះគឺខ្ញុំប្រើពណ៌ត្នោតនោះនេះអ្នកខ្លះក៏គាត់ប្រើពណ៌សតែខ្ញុំប្រើពណ៌ត្នោតវាមាននេះសម្រាប់ខ្ញុំណាវាមានប្រសិទ្ធភាពជាងពណ៌សហើយមួយសេតវាហ្នឹងគឺវាមានរបៀបវាមានអាល់កុលវាមានមជ្ឈលបូមថ្នាំហើយគឺជាសារ៉ាហ្នឹងគឺយើងបាញ់បញ្ចូលឲ្យនឹងបងឥតអានេះសារ៉ាំគឺយើងមកចូលធំគឺសម្រាប់បងថ្នាំមកចូលធំណាតិចច្រឡំចាក់ចាប់នេះគឺយើងសម្រាប់បងថ្នាំ